ដំណើរកំសាន្តទៅលេងទឹកធ្លាក់ជ្រាវនៅឯខេត្តកំពង់ស្ពឺដើម្បីទៅងូតទឹកញ៉ាំសាច់អាំងនិងញ៉ាំបាយថ្ងៃត្រង់មួយពេលជុំគ្នានៅឯកណ្ដាលព្រៃភ្នំនៅក្បែរមាត់ទឹកតោះកុំឲ្យរងចាំយូរទៅទស្សនាវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាហើយឥឡូវយើងគឺចេញដំណើរពីភ្នំពេញជិះទៅតាមផ្លូវជាតិលេខ4ហើយដល់ផ្សារខ្នងទៅទឹកក៏បានកាច់ស្ដាំណាហើយដោយសារតែយើងចេញទៅពីហាងពីព្រឹកដែរអត់បានញ៉ាំអីចឹងណាហើយក៏ឈប់តាមផ្លូវដើម្បីទិញកាហ្វេឬក៏ភេសជ្ជៈមួយចំនួនដើម្បីផឹកចឹងណាដាក់កាហ្វេតាមកែវទៅគឺនឹងដល់ថ្ងៃហ្មងហើយបន្ទាប់ពីយើងបានទិញកាហ្វេអីហើយយើងក៏បានជិះដំណើរទៅតថ្ងៃទៅនឹងគឺហាងភ័យដែរឃើញមេឃលងតយើងជិះបន្តិចទៀតទៅមេឃបើកថ្ងៃថ្ម8កន្លែងមេឃបើកថ្ងៃទៅគឺតែសភាពស្អាតវិញហើយមេឃស្រឡះល្អមែនតើហើយយើងជិះក៏បានបន្តិចទៀតទៅយើងក៏បានទៅដល់ចំណតឈោដើម្បីកាច់ទៅទឹកធ្លាក់ជ្រាវក៏បានឈប់ទិញភេសជ្ជៈទឹកកកនិងបាយហើយនឹងទិញម្ហូបមួយចំនួនដើម្បីទៅញ៉ាំបន្ថែមចឹងណាបន្ទាប់ពីយើងបានទិញបានអីហើយយើងក៏បានចេញដំណើរបន្តទៀតទៅកាន់ទឹកធ្លាក់ជ្រាវបើយើងមកមើលផ្លូវវិញគឺជាប្រភេទផ្លូវកស៊ូមិនថាម៉ូតូឬក៏ឡានទេគឺងាយស្រួលក្នុងការធ្វើដំណើរអត់មានកលុកកលែងអីទេហើយបើយើងក្លែកទៅមុខវិញឃើញជួរភ្នំជាមួយនឹងពពកអីគឺនៅលើភ្នំច្បាស់ហ្មងអមដោយជួរភ្នំជាមួយនឹងព្រៃឈើពណ៌ខៀវខ្ចីនិយាយទៅគឺស្រស់ស្អាតមែនតើអ្នកទាំងអស់គ្នាខ្ញុំមកលើកទី1ដល់ពេលចឹងទៅគឺស្រស់ស្អាតប្លែកភ្នែកត្មងសម្រាប់បងដែលថាទៅច្រើនដងអីខ្ញុំអត់សូវដឹងដែរប៉ុន្តែបើសម្រាប់អ្នកអត់ទៅវិញអត់ដែលបានទៅវិញសាកទៅម្ដងទៅគឺនិយាយទៅគឺស្អាតមែនតើហ្មងអ្នកទាំងគ្នាហើយឥឡូវយើងក៏បានមកដល់កន្លែងគប់ស្វិតម៉ូតូដែរប៉ុន្តែយើងដាក់ម៉ូតូនៅខាងលើកន្លែងនេះគឺយើងគប់ស្វិតម៉ូតូសិនគេថាកន្លែងនេះចង់សាច់ខ្លួនឯងដែរតើបានជិះទៅលេងផងបាត់ស្វិតម៉ូតូហើយសុំឲ្យអ៊ីគាត់ជួយគប់សាច់ថ្មីហើយទៅសាខ្លួនឯងមកទៅនឹកអីបាត់ស្វិតម៉ូតូឥឡូវនេះយើងក៏បានផ្ញើម៉ូតូហើយដែរយើងក៏បានធ្វើដំណើរឡើងទៅលើទៀតចឹងណាហើយនៅក្បែរកន្លែងផ្ញើម៉ូតូហ្នឹងក៏គេមានលក់ភេសជ្ជៈនំនេកបាយម្ហូបអីច្រើនដែរបើសិនជាយើងអត់បានដាក់មកអីយើងអាចមកទិញកន្លែងហ្នឹងក៏បានដែរហើយឥឡូវយើងក៏បានធ្វើដំណើរឡើងទៅលើទៀតដើម្បីហៅកន្លែងដែលអាចបោះដាក់កៅអីដាក់តុអង្គុយអាំងសាច់បានចឹងណាហើយពួកយើងទៅហ្នឹងគឺធម្មជនទី3ទេអ្នកទាំងអស់គ្នាដោយសារហាំងថ្ងៃហើយហៅចឹងសម្រាប់ថាបោះធម្មជនទី3ហ្នឹងទៅបានហើយចាំពេលដែលហើយយើងអាចឡើងទៅលេងនៅលើទៀតចឹងណាពូបាយថ្ងៃត្រង់ថ្ងៃហ្នឹងដែរហាំងហូហ៊ានតិចហើយមានតាំងពីមាន់មានតាំងពីសាច់គោហើយសាច់គោនោះដែរគឺយើងយកវាទៅធ្វើ barbecue ខ្លះនិងអាំងជាសាច់គោចំណិតខ្លះចឹងណាហើយខ្ញុំវិញកំពុងតែហាន់សាច់ជាដុំចឹងហើយដើម្បីធ្វើ barbecue ហើយអ្នកខ្លះទៀតក៏ទៅហូបខ្ជូងដើម្បីយកវាមកបង្កាត់អីចឹងណាហូបអស់អីចឹងមកហើយកំពុងតែហាន់សាច់ចឹងទៅដើម្បីរៀបចំធ្វើហើយចំពោះបន្លែនេះដែរគឺខ្ញុំរៀបចំតាំងពីល្ងាចយកមកតាំងពីពេញចឹងណានិយាយទៅគ្រីបសានហ្នឹងគឺមានកម្រងដូចគេមួយខែមួយអាទិត្យឬក៏មួយថ្ងៃអីទេគឺនិយាយពីយប់ប្រហែលជាក្នុងម៉ោង7កន្លះហ្នឹងនិយាយគ្នាត្រូវម៉ោង8ទៅផ្សារទិញបន្លែដល់ពេលសាច់គោគឺខ្ញុំទិញផឹកឡើងចឹងណានិយាយទៅមិនបាច់ចាំបាច់ត្រៀបកម្រងអីច្រើនទេគឺលាអស់ហើយនិយាយទៅនិយាយភ្លាមធ្វើមកហ្មងកាកម្រងច្រើនពេកគឺលាអស់ហើយខ្ញុំធ្លាប់អស់ហើយអ្នកទាំងអស់គ្នាហើយប្រូក៏បានយកប៊ីយ៉ាយើងហ្នឹងទៅធាំនៅក្នុងទឹកហ្នឹងត្រជាក់ណាអ្នកទាំងអស់គ្នាហើយនេះគឺសាច់មាន់របស់យើងដើម្បីយកវាទៅបង្វិលអាំងនៅលើខ្ជូងហើយមានតាំងពីទឹកសោះទៀតណាហាងអាំដែរយកវាទៅលាបអីចឹងមកដើម្បីយកវាទៅអាំងបវរញ៉ាំគេហៅមាន់បវរណាអ្នកទាំងអស់គ្នាហើយនេះក៏កោរបស់យើងមានតាំងពីទឹកសោះប្រឡាក់វាឲ្យស្អាតដែរមកហើយយើងផ្អាប់វាទុំតិចទៅចាំយកវាទៅដោតយកទៅចាំពពុះមិនភ័ក្រយើងមកដាក់មកត្រៀបទៅផ្លូវមកគឺស្រួលជិះទេផ្លូវក៏ស្រួលរហូតចឹងណាហើយដោតប៉ុន្តែស្ដាប់សលេងទឹកហូខ្យល់បក់ល្វិចស្លឹកឈើប៉ះគ្នានោះអូយនិយាយពីថាអែមហួសអ្នកទាំងអស់គ្នាហើយចំណែកឯសម្រស់មាន់វិញហាងបានដែរអាំងបតាលាបទឹកសបតាហើយអាខ្លាញ់មាន់នឹងសក់នៅលើងើកភ្លើងឈៀវឃើញវិញឡើងឈ្ងុយហ្មងអ្នកទាំងអស់គ្នាហើយយើងមានតាំងពីសាច់ barbecue ទៀតហ៎យើងសាច់ barbecue យើងដុតជាមួយបន្លែឆ្លាស់គ្នាអញ្ចឹងទៅពណ៌វិញស្អាតរបស់គេដែរហើយលើគឺសាច់របស់យើងក៏បានឆ្អិនបតាដែររៀបចំញ៉ាំបតាអញ្ចឹងណាព្រោះថ្ងៃឆែដែរចង់ម៉ោង2:10ជាងហាងហៅដែរហើយនេះយើងមានតាំងពីសាច់ barbecue មានតាំងពីប្រហុកចាមវិញក្នុង favorite របស់ខ្ញុំមួយបងស្រីខ្ញុំហើយអ្នកតែខ្ញុំគឺចិត្តទាំងអស់ហើយចំណែកទឹកជ្រក់វិញយើងមានតាំងពីទឹកជ្រក់ម្រេចទឹកជ្រក់ទឹកថៃកកង់ហើយមានតាំងពីមាន់ដុតបុកផ្សំជាមួយនឹងហាក់នំម៉ានវិញចាក់ទៀតអូយអែមហួរបងអូនអើយដូចខ្ញុំនិយាយតែអញ្ចឹងតណៃពីការងារពពុះមិត្តភ័ក្ដិយើងដាក់មកត្រៀបមកតែកំរងច្រើនថ្ងៃពេក
ក៏ម្ដងឆ្ងាយពេលលីអស់ហើយនិយាយគ្នាភ្លាមមកយកទៅបរិយាកាសវិញស្រស់ស្រាយមែនតើមានភ្នំមានធម្មជាតិមាននិយាយទៅព្រៃឈើខៀវស្ងាត់ចឹងហើយអមជាមួយនឹងទឹកជ្រោះទឹកហូរវិញទៀតបន្ទាប់ពីពួកយើងបានញ៉ាំបាយហើយយើងក៏បាននាំគ្នាទៅលេងទឹកជ្រោះដែរនិយាយទៅទឹកជ្រោះហ្នឹងគឺត្រជាក់មែនតើដូចតកកអញ្ចឹងហើយពួកយើងក៏នាំគ្នាលេងសប្បាយមែនតើនិយាយវិធីភ្ញៀវទេសចរវិញច្រើនមែនតើអ្នកទាំងអស់គ្នាមនុស្សនិយាយទៅមនុស្សច្រើនកកណាអានេះពួកខ្ញុំនៅត្រឹមជាន់ទី3ឯងប៉ុន្តែឃើញមានពួកគាត់ឡើងទៅជាន់លើទៀតច្រើនមែនតើហើយពួកខំបងនោះនិយាយថាសប្បាយមែនតើអង្គុយមើលតែពួកគាត់ដែរសប្បាយអស់មែនតើហើយពួកយើងលេងទឹកខ្ទង់1ម៉ោង2ម៉ោងឯដែរហ្នឹងហាំងហត់នាំខនថាឡើងមកដល់ច្រាំងវិញគឺអង្គុយញ៉ាំយកហ្មងហើយពួកយើងញ៉ាំបាយហើយយើងក៏បានរៀបចំអីវ៉ាន់ដើម្បីទៅពេញវិញល្បាក់ខ្ទង់ម៉ោង3នៅទាំងអស់គ្នាយើងចុះពីភ្នំទៅវិញចឹងព្រោះអីតំបន់ភ្នំអាចនឹងមានភ្លៀងចឹងណាហើយបើសិនជាចូលវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច follow like និង share លើ page របស់ខ្ញុំផងអរគុណបាយបាយ